support និង resistance គឺជាអ្វីសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់មេរៀនថ្មីរបស់យើងតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាតម្លៃធ្លាក់ចុះដល់ចំណុចមួយហើយបែរជាងើបឡើងវិញឬហេតុអ្វីបានជាតម្លៃឡើងដល់ចំណុចមួយហើយចាប់ផ្ដើមធ្លាក់ចុះចម្លើយគឺស្ថិតនៅក្នុងគោលគំនិតសំខាន់មួយដែលអ្នកជួញដូរគ្រប់រូបត្រូវតែយល់គឺ support និង resistance តើអ្វីជាអ្នកធ្វើឲ្យតម្លៃឡើងនិងចុះទីផ្សារកើតឡើងដោយសារតែការផ្គត់ផ្គង់ supply និងតម្រូវការ demand នៅក្នុងទីផ្សារតែងតែមានការប្រកួតប្រជែងរវាងអ្នកទិញនិងអ្នកលក់នៅពេលដែលអ្នកទិញមានកម្លាំងខ្លាំងជាងអ្នកលក់តម្រូវការកើនឡើងហើយតម្លៃនឹងឡើងផ្ទុយទៅវិញនៅពេលដែលអ្នកលក់មានកម្លាំងខ្លាំងជាងអ្នកទិញការផ្គត់ផ្គង់កើនឡើងហើយតម្លៃនឹងធ្លាក់ចុះបើអ្នកទិញនិងអ្នកលក់មានកម្លាំងស្មើគ្នាតម្លៃនឹងមិនឡើងឬមិនចុះទេដែលគេហៅថា sideways តើអ្វីទៅជា support គឺជាតំបន់តម្លៃដែលរំពឹងថាអ្នកទិញនឹងចូលមកទិញច្រើនជាទូទៅ support ស្ថិតនៅក្រោមតម្លៃបច្ចុប្បន្នតើអ្វីទៅជា resistance ជាទូទៅ resistance ស្ថិតនៅលើតម្លៃបច្ចុប្បន្នការយល់ដឹងអំពី support និង resistance នឹងជួយឲ្យអ្នកស្វែងរកចំណុចចូលទិញចំណុចចូលលក់កំណត់ stop loss និង take profit បានកាន់តែមានប្រសិទ្ធភាពនៅក្នុងមេរៀនបន្ទាប់យើងនឹងរៀនអំពីរបៀបគូ support និង resistance លើឆាតពិតប្រាកដសូមអរគុណហើយជួបគ្នានៅមេរៀនបន្ទាប់កុំភ្លេច subscribe ដើម្បីទទួលបានវីដេអូថ្មីៗ Okay, let's go.